បើអញមិនផ្លាស់ប្ដូរជីវិតក៏គ្មានស្អីប្រែប្រួលដែរឈឺបន្តិចហើយតែចាក់ដោតសម្រាប់យុវវ័យសម័យថ្មីនឹងការដាស់តឿនខ្លួនឯង1ចង់បានលទ្ធផលថ្មីត្រូវឈប់ធ្វើចរិតថោកទាបបែបដដែលបើឯងនៅតែស៊ីដដែលដេកដដែលគិតដដែលហើយរំពឹងថាជីវិតនឹងល្អប្រសើរឡើងនោះឯងកំពុងតែយល់សពទាំងកណ្ដាលថ្ងៃត្រង់ហើយបើចង់ប្ដូរឯងត្រូវចាប់ផ្ដើមធ្វើអ្វីដែលខុសពីមុនតាំងពីវិនាទីនេះទៅពីខំប្រឹងខុសកន្លែងហត់ទៅរហូតដល់ងាប់កុំមានមោទនភាពគ្រាន់តែថាខ្លួនឯងខំប្រឹងបើឯងខំប្រឹងអមទុកក្នុងអាងឯងគ្រាន់តែហត់នឿយឥតប្រយោជន៍តែមិនទៅដល់ណាទេប្រើខួរក្បាលនាំមុខកម្លាំងខ្លះកុំចេះតែធ្វើតាមតែវាទៅ3ឈប់បំបីថាវល់គឺជាការរីកចម្រើនការងារវល់រហូតសក់កញ្ចោងមិនមែនមានន័យថាឯងពូកែឬកំពុងឈានទៅមុខនោះទេឆែកមើលឲ្យច្បាស់តើដែលវល់នឹងឯងកំពុងដើរទៅមុខឬគ្រាន់តែរត់វល់វងដោយកណ្ដោចុះក្នុងកង់វល់នៅកន្លែងដដែល4គ្រប់យ៉ាងចាប់ផ្ដើមពីឯងឈប់បន្ទោសអ្នកដទៃឈប់បន្ទោសព្រំលិខិតបន្ទោសសេដ្ឋកិច្ចឬបន្ទោសអ្នកដទៃបញ្ហាពិតប្រាកដគឺខ្លួនឯងដែលមិនព្រមផ្លាស់ប្ដូរបើឯងមិនចាប់ផ្ដើមដោះស្រាយនៅត្រង់ខ្លួនឯងទេទោះទេវតាចុះមកឈរនៅពីមុខក៏ជួយឯងមិនបានដែរ5ហ៊ានចេញពីតំបន់សុវត្ថិភាពខ្លះរង្វង់ដដែលឯងធ្លាប់ស៊ាំវាគឺជាអន្ទាក់បើឯងមិនហ៊ានបង្ខំចិត្តយកឈ្នះភាពភ័យខ្លាចដើម្បីចេញទៅជួបផ្លូវថ្មីទេឯងនឹងរលួយស្លាប់នៅកន្លែងដដែលនឹងឯង6បិទមាត់ហើយចុះដៃធ្វើឈប់រអ៊ូថាជីវិតអន់ជីវិតពិបាករអ៊ូទៅក៏មិនបានលុយហើយជីវិតក៏មិនល្អឡើងដែរបើឯងមានពេលរអ៊ូច្រើនយ៉ាងហ្នឹងយកពេលនឹងទៅកែប្រែខ្លួនឯងឲ្យវាសមជាមនុស្សរស់នឹងគេបន្តិចទៅមិនល្អជាងទេអី7ពេលវេលាមិនរងចាំនរណាទេឯងកាន់តែអមទុកវល់វងយូរប៉ុណ្ណាពេលវេលាជីវិតឯងកាន់តែបាត់បង់ទៅទេប៉ុណ្ណោះបើដឹងខ្លួនថាផ្លូវនេះមិនមែនទេបញ្ញាបដូរឥឡូវនេះទៅកុំចាំតតែចាស់ស្លាប់លើទូកដោយមិនបានកំតិចកំទីអីត្រឡប់មកវិញសោះ8ឈប់ចាំពេលវេលាល្អឥតខ្ចោះបើឯងចាំតតែគ្រប់យ៉ាងល្អឥតខ្ចោះទើបចាប់ផ្ដើមនោះឯងនឹងចាំដល់ជាតិក្រោយគ្មានថ្ងៃណាដែលគ្រប់យ៉ាងរលូន 100% នោះទេចាប់ផ្ដើមទាំងខ្វះខាតនឹងឯងទើបហៅថាការតស៊ូពិតប្រាកដ9ឈប់ប្រៀបធៀបជីវិតខ្លួនឯងជាមួយសម្បកក្រៅរបស់អ្នកដទៃបើ Facebook ឃើញគេមានគេបានហើយមកអង្គុយតូចចិត្តនឹងវាសនាខ្លួនឯងគឺវាថោកទាបណាស់ឯងឃើញតែពេលគេជោគជ័យតែឯងមិនឃើញពេលគេហូរឈាមហូរញើសទេយកពេលនឹងមកប្រៀបធៀបខ្លួនឯងថ្ងៃនេះជាមួយខ្លួនឯងម្សិលមិញវិញទៅ10រៀននិយាយថាទេទៅកាន់រឿងឥតប្រយោជន៍បើឯងចេះតែយល់ព្រមគ្រប់រឿងគ្រប់ការបបួលផឹកស៊ីឬដើរលេងចោលម៉ាស៊ីនជីវិតឯងនឹងក្លាយជាធុងសម្រាប់អ្នកដទៃចេះបដិសេធខ្លះដើម្បីយកពេលវេលាមកសាងជីវិតខ្លួនឯង11វិនិយោគលើចំណេះដឹងមិនមែនលើសម្បកក្រៅបើកាន់ទូរស័ព្ទស៊េរីចុងក្រោយឬប្រើកាបូបម៉ាកល្បីតែក្បាលទទេស្អាតគ្មានចំណេះដឹងរកលុយក៏គ្មាននរណាគេឲ្យតម្លៃឯងដែរយកលុយទិញចំណេះដាក់ខ្លួនឲ្យមានតម្លៃចេញពីក្នុងមកវិញទើបវាជានិរន្តរភាព12វិន័យសំខាន់ជាងកម្លាំងចិត្តវាមកឲ្យវាទៅតែវិន័យទេដែលធ្វើឲ្យឯងជោគជ័យទោះខ្ជិលទោះហត់ទោះមិនចង់ធ្វើក៏ត្រូវតែបង្ខំខ្លួនឯងឲ្យធ្វើតាមផែនការបើធ្វើតាមតែអារម្មណ៍ឯងគ្មានថ្ងៃទៅដល់កំពូលភ្នំទេ13មើលថែសុខភាពកុំឲ្យជោគជ័យលើគំនរថ្នាំបើឯងខំរកលុយស្ទើរស្លាប់ស្ទើររស់តែចុងក្រោយយកលុយទាំងអស់ទៅចិញ្ចឹមពេទ្យនឹងហៅថាភ្លើស៊ីឲ្យត្រូវហាត់ប្រាំងខ្លះកុំឲ្យងាប់មុនបានចាយលុយដែលខំរកមក14ជ្រើសរើសមនុស្សក្បែរខ្លួនកុំនៅក្បែរសម្រាមបើឯងនៅក្បែរមនុស្ស5នាក់ដែលពូកែតែខាងផឹកស៊ីនឹងនិយាយដើមគេឯងនឹងក្លាយជាមនុស្សទី6ចង់ហក់ដោយឥន្ទ្រីកុំដើរតាមមាន់ជ្រើសរើសខ្សែគប់មនុស្សដែលនាំឯងទៅរកភាពរីកចម្រើន15ការបរាជ័យជាមេរៀនមិនមែនជាទីបញ្ចប់ដួលឲ្យកុំដេកយំក្រោកឡើងបោះគូតរួយរៀនពីវាថាមកពីអីមនុស្សដែលមិនធ្លាប់ចាញ់គឺជាមនុស្សដែលមិនដែលធ្វើអ្វីសោះបើឯងនៅមានដង្ហើមឯងនៅតែមានឱកាសវិញមកវិញជានិច្ច16ភាពខ្ជាប់ខ្ជួនឈ្នះគ្រប់យ៉ាងធ្វើខ្លាំងតែមួយថ្ងៃរួចដេក10ថ្ងៃមិនស្មើនឹងធ្វើតិចតែរាល់ថ្ងៃនោះទេទឹកស្រក់លើថ្មរាល់ថ្ងៃថ្មនៅសឹកចុះតម្រាំជីវិតឯងបើឯងមិនឈប់ធ្វើគង់តែបានសម្រេច17ផ្ដោតលើគោលដៅតែមួយកុំចង់បានពេកចាប់ត្រីដៃពីរចុងក្រោយរបូតទាំងពីររៀនផ្ដោតលើរឿងដែលសំខាន់បំផុតមួយសិនធ្វើឲ្យវាជោគជ័យខ្លាំងចាំបន្តទៅរឿងបន្ទាប់កុំធ្វើជាមនុស្សចេះ10មិនប្រសពមួយ